ក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវប្រទេសកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍គឺមានសិទ្ធិស្វ័យសម្រេចគ្រប់គ្រាន់ដើម្បីកសាងប្រទេសទៅតាមមាគ៌ានយោបាយដែលខ្លួនជ្រើសរើសដោយខ្លួនឯងដោយព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុមានប្រជាប្រិយភាពនិងកិត្យានុភាពយ៉ាងខ្ពស់ត្រដែតហើយដោយគណៈបកប្រឆាំងគឺគណៈបកប្រជាធិបតេយ្យពុំមានកម្លាំងនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទប់ទល់នឹងព្រះអង្គការរៀបចំប្រទេសឡើងវិញបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះអង្គទាំងស្រុងចំពោះព្រះបាទនរោត្តមសីហនុដែលបានទទួលគោរមងារជាសម្ដេចឧបនាយករាជបន្ទាប់ពីបានប្រគល់រាជសម្បត្តិទៅថ្វាយព្រះមាតានិងព្រះបិតារបស់ព្រះអង្គទិសដៅសំខាន់នៅពេលនោះគឺរក្សានៅមូលដ្ឋានអំណាចរបស់ព្រះអង្គទាំងអស់ឲ្យបាននៅពេលបោះឆ្នោតសភានៅខែកញ្ញាឆ្នាំ1955នោះដើម្បីយកមតិគាំទ្រព្រះអង្គឲ្យបានច្រើនលើសលប់នៅរដ្ឋសភាសម្ដេចនរោត្តមសីហនុបានបង្កើតចលនានយោបាយមួយមានឈ្មោះថាសង្គមរាស្ត្រនិយមនៅថ្ងៃ23មិនិនាឆ្នាំដដែលនោះចលនានយោបាយនោះបានคล้ายទៅជាបកនយោបាយមួយយ៉ាងធំដែលត្រូវចូលទៅប្រកួតប្រជែងជាមួយគណៈបកនានាឯទៀតនៅពេលបោះឆ្នោតសភាខែកញ្ញាឆ្នាំ1955ដើម្បីប្រម៉ែប្រមូលសមាជិកឲ្យបានច្រើនសម្ដេចនរោត្តមសីហនុបានបញ្ជាក់ថាចលនារបស់ព្រះអង្គមិនមែនជាគណៈបកនយោបាយទេតែជាសហគមន៍មួយដែលខ្មែរគ្រប់ប្រភេទដែលពុំមែនជាសមាជិកនៃបកនយោបាយណាមួយអាចចូលរួមដោយព្រះអង្គបានត្រូវគេចាត់ទុកថាជាវីរបុរសជាតិជាបិតាឯករាជ្យជាតិទៅហើយព្រះអង្គក៏បានទទួលការគាំទ្រយ៉ាងច្រើនជាពិសេសពីប្រជាកសិករគណៈបកនយោបាយនានាបានបាត់បង់សមាជិកគេជាច្រើនលើកលែងចេញតែបកប្រជាជនសូមបញ្ជាក់ថានៅឆ្នាំ1955នោះគណៈបកប្រជាធិបតេយ្យរៀបចំផ្លាស់ប្ដូរអ្នកដឹកនាំរបស់គេបន្ទាប់ពីបាត់បង់ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុទ្ធវង្សនៅឆ្នាំ1947ហើយលោកអៀវកឹសនៅឆ្នាំ1950អ្នកនយោបាយប្រជាធិបតេយ្យជើងចាស់មួយចំនួនត្រូវបង្ខំចិត្តទុកកន្លែងនិងផ្ដល់តួនាទីទៅឲ្យអ្នកជំនាន់ក្រោយដូចជាលោកកេងវ៉ាន់សាក់លោកស៊ិនខេមកូលោកជួនមុំលោកស្វាយសូជាដើមនៅក្នុងមហាសន្និបាតចុងក្រោយបង្អស់ដែលប្រព្រឹត្តទៅនៅឆ្នាំ1955នៅរោងកុនស៊ីនេរិកគេពុំឃើញវត្តមានលោកឈៀនវ៉មលោកហ៊ុយកុនធុលនិងលោកថុនអុកទេគណៈកម្មាធិការដឹកនាំថ្មីនៃគណៈបកប្រជាធិបតេយ្យលើកលែងចេញតែលោកសឿនសាននិងព្រះអង្គម្ចាស់នរោត្តមភូរិសារ៉ាសុទ្ធតែជាអ្នកដែលមាននិន្នាការឆ្វេងនិយមនៅពេលដែលសម្ដេចនរោត្តមសីហនុកំពុងរៀបចំចលនាសង្គមរាស្ត្រនិយមរបស់ព្រះអង្គតួនាទីអគ្គលេខាធិការបានត្រូវប្រគល់មុនដំបូងទៅឲ្យលោកសឹមវ៉ាហើយបន្ទាប់មកលោកសំសារីសូមបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុគណៈបកនយោបាយមួយចំនួនរំលាយខ្លួនចោលតែម្ដងនៅថ្ងៃទី1ឧសភាឆ្នាំ1955ដដែលនោះគណៈបកខេមរៈឬ Rénovation ខ្មែរតាមសេចក្តីស្នើសុំរបស់លោកលន់នល់បានសម្រេចលុបគណៈបកគេចោលដើម្បីបើកផ្លូវឲ្យសមាជិករបស់គេចូលទៅក្នុងចលនារបស់សម្ដេចនរោត្តមសីហនុនៅខែមិថុនាដោយវេនគណៈបកប្រជារាស្ត្ររបស់លោកសំញៀនម្ដងគណៈបកប្រជាធិបតេយ្យដែលនៅពេលនោះមានលោកអ៊ុំឈៀងស៊ុនជាអគ្គលេខាធិការបានបាត់បង់សមាជិក 4,000 នាក់ប៉ុន្តែទោះជាយ៉ាងនេះក្តី
ទោះបីលោកឈៀងស៊ុនសាកល្បងរប់គណៈបកប្រជាធិបតេយ្យចៅក្តីក៏គណៈបកប្រជាធិបតេយ្យពុំដកថយដែរឯខាងគណៈបកសេរីភាពក៏មានអធិភាពបន្តមកទៀតដែរទោះបីព្រះអង្គម្ចាស់នរ៉ុនដេតបានអឿរែងពីគណៈបករបស់លោកដើម្បីទៅចូលរួមក្នុងចលនាសង្គមរាស្ត្រនិយមក្តីនៅពេលនោះលោកនាយប្រេងបានក្លាយទៅជាអ្នកមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងគណៈបកសេរីភាពគឺនៅពេលនោះដែរដែលអ្នកប្រជាធិបតេយ្យចំនួនចាស់សំខាន់បានចូលទៅក្នុងចលនាសង្គមរាស្ត្រនិយមនៅក្នុងលិខិតមួយចុះផ្សាយនៅថ្ងៃ25មេសាឆ្នាំ1955នៅក្នុងកាសែតអ្នកប្រជាធិបតេយ្យ Le Démocrate លោកសេនសានដែលនៅពេលនោះជាទេសាភិបាលធនាគារកម្ពុជាបានស្នើសុំដកខ្លួនចេញពីគណៈបកប្រជាធិបតេយ្យរីឯលោកប៉ែននុតដែលជាអតីតទីប្រឹក្សាគណៈបកប្រជាធិបតេយ្យក៏ឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុដែរនៅពេលដែលចលនាសង្គមរាស្ត្រនិយមកំពុងប្រម៉ែប្រមូលសមាជិកយ៉ាងខ្ងួរខ្មាញ់ហើយនៅពេលដែលគណៈបកនយោបាយ7ទៀតត្រៀមខ្លួនយ៉ាងអង់អាចដើម្បីប្រកួតប្រជែងយកសន្លឹកឆ្នោតនៅពេលបោះឆ្នោតសភាខែកញ្ញាឆ្នាំ55នោះប្រទេសកម្ពុជាស្ថិតនៅក្នុងការប្រទាញប្រទង់យ៉ាងស្វិតស្វាញរវាងលោកខាងកើតនិងលោកខាងលិចជាការពិតណាស់ដែលថាប្រទេសកម្ពុជាបដិញ្ញាកាន់ខ្សែបន្ទាត់អាភាក្រិតភាពមិនចូលបកសម្ព័ន្ធណាទាំងអស់ប៉ុន្តែតាមការពិតគ្មានមហាអំណាចណាមួយអាចជឿថាប្រទេសកម្ពុជាអាចឈរនៅចំកណ្ដាលការវិវាទនៃប្លុកទាំងពីរនេះបានទេខាងប្លុកកុម្មុយនីសគេទទួលស្គាល់អាភាក្រិតភាពខ្មែរតែមាត់ប៉ុណ្ណោះប៉ុន្តែគេប្រើមធ្យោបាយការទូតរបស់គេយ៉ាងសកម្មដើម្បីយកទឹកដីខ្មែរទៅប្រើប្រាស់ដូចពីពេលមុនអញ្ចឹងដែរមួយវិញទៀតអ្នកដឹកនាំគណៈបកប្រជាធិបតេយ្យជំនាន់ក្រោយសុទ្ធតែជាអ្នកប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតផងរីឯខាងសហរដ្ឋអាមេរិកវិញកិច្ចការចំពោះមុខដែលគេត្រូវធ្វើគឺធ្វើយ៉ាងណាអូសទាញប្រទេសកម្ពុជាឲ្យចេញផុតពីឥទ្ធិពលកុម្មុយនីសឲ្យបានប៉ុន្តែទោះបីសម្ដេចនរោត្តមសីហនុប្រឆាំងនឹងអ្នកដឹកនាំគណៈបកប្រជាធិបតេយ្យដែលនៅពេលនោះមានទំនោរទៅរកលទ្ធិសង្គមនិយមក៏ដោយក៏ព្រះអង្គនៅតែខិតខំរក្សានយោបាយអភិក្រិតភាពដដែលទោះបីមានការពិបាកទប់ទល់នឹងកុម្មុយនីសយ៉ាងណាក្តីខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីការប្រទាញប្រទង់នេះបន្តទៅទៀត